ពេលនាងបើកឡានដឹកក្បាលព្រះស្រាប់តែឃើញក្បាលព្រះហូរឈាមតាមភ្នែកបន្ទាប់មកស្រាប់តែមានស្រីពាក់អាវក្រហមមួយក្រុមឈរពាំងផ្លូវព្រំគ្នាហានាងដឹងភ្លាមថាស្ថានភាពមិនស្រួលព្រះហូរឈាមបែបនេះច្បាស់ជាមានរឿងអាក្រក់មិនខានតើអ្នកណាមិនមែនជាប្រុសព្រំចារីតាមពិតឪពុកចិញ្ចឹមនាងជាអ្នកបើកឡានដឹកទំនិញទឹកក្បាលព្រះ30ឆ្នាំមកហើយពេលចិត្តស្លាប់គាត់នៅសល់ជើងចុងក្រោយមិនទាន់ដឹកមុនពេលដាច់ខ្យល់គាត់ឲ្យនាងយកក្បាលព្រះទៅវត្តរាក្សាហើយផ្ដាំថាព្រះនេះមិនទាន់បានអភិសេកទេគឺមានជាប់នៅរាសីចង្រៃតាមផ្លូវត្រូវមានប្រុសព្រំចារី4នាក់យាមម៉ោង12យប់ត្រូវអុជធូបនាំផ្លូវហាមឈប់តាមផ្លូវដាច់ខាតត្រូវទៅឲ្យដល់វត្តមានអ្នកខុសត្រណមនិងងាប់មួយឡានចឹងហើយក្នុងពិធីបុណ្យសពនាងឲ្យសាច់ញាតិរើសប្រុសព្រំចារីនាងឲ្យម្នាក់200000ជាថ្លៃឈ្នួល20000អេសគ្រាន់តែនិយាយចប់ភ្លាមពួកប្រុសដែលថាឲ្យនាងក៏ប្រញាប់លើកដៃដណ្ដើមគ្នាចុះឈ្មោះខ្ញុំសុំទៅដែរដៃស្រីខ្ញុំមិនដែលកាន់ផងមីងដែលលោឡាជាងគេក៏រុញកូនប្រុសមកមុខប្រាប់ថាកូនគាត់នៅបរិសុទ្ធមិនដែលប៉ះដៃស្រីទេហើយកូនគាត់កើតឆ្នាំខាលជាស្ដេចខ្លារាសីខ្ពស់ណាស់ដើរយប់អាចកំចាត់ខ្មោចព្រាយបានស្រាប់តែនាឡិកាបងជីដូនមួយរបូតកន្លេសឃើញរូបថតនៅខាងក្នុងតែគាត់មានចង្កៅស៊ូសក់ពណ៌ផ្កាឈូកទៀតបងស្អីពណ៌ផ្កាឈូកនៅដៃនឹងគាត់ខឹងច្រឡោតភ្លាមថាពណ៌ផ្កាឈូកមិនប្រុសប្រើពណ៌ផ្កាឈូកមិនបានគេមីងប្រញាប់មកជួយដោះស្រាយថានឹងរបស់សង្សារចាស់ឲ្យតែធានាថាគាត់នៅបរិសុទ្ធពួកគេបែកគ្នាយូរហើយដោយការប្រុងប្រយ័ត្ននាងក៏សួរមួយសំណួរទៀតចុះរូបថតក្នុងនាឡិកាបងសុំខ្ញុំមើលបន្តិចធ្វើឲ្យបងជីដូនមួយខឹងច្រឡោតគាត់ថាជារឿងផ្ទាល់ខ្លួនអញគ្មានសិទ្ធិលុកដៃទេមីងក៏ស្ដីឲ្យនាងថារវល់ពេកពួកយើងសុទ្ធតែមកជួយបែរជាត្រូវអញសួរដេញដោលនេះមិនទុកចិត្តគ្នាទេឃើញបែបនេះនាងក៏ឈប់តវ៉ាគ្រាន់តែបញ្ជាក់ច្បាប់ទម្លាប់ម្ដងទៀតឡើងឡានហើយបកក្រោយមិនបានទេបើខុសត្រណមនឹងងាប់មួយឡានមិនខានស្ដាប់ចប់គ្រប់គ្នាក៏យល់ព្រមនាំគ្នាជំរុញឲ្យនាងឆាប់រើសមនុស្សដោយសារពេលវេលាគៀកនាងក៏សម្រេចចិត្តរើសយកបងជីដូនមួយនិងយុវជន3នាក់ទៀតយប់នេះម៉ោង12យើងចេញដំណើរយប់នោះនាងរៀបចំរួចរាល់ជាមុនយកក្រណាត់ក្រហមបិទភ្នែកប្រើគុំនាំផ្លូវមីងក៏ចង់ទៅជាមួយដែរនាងក៏ឲ្យគាត់អង្គុយខាងមុនចេញដំណើរនាងបញ្ជាក់ម្ដងទៀតទាំង4នាក់ត្រូវតែនៅបរិសុទ្ធបើមិនចឹងទេកុំសង្ឃឹមបានត្រឡប់មកវិញសុទ្ធតែបងប្អូនឯងតើមិនបកឯងទេទុកចិត្តចោះមានគ្នាយើងនៅនឹងមិនមានរឿងអីកើតឡើងទេមីងធានាអាងទើបនាងអស់បារម្ភនាងអុជធូបមុខព្រះពុទ្ធរូបសូត្រមន្តមាត់សូតអ៊ូស្រាប់តែប្រដៃសំពះធ្វើឲ្យគ្រប់គ្នាភ័យញ័រខ្លួនគ្មាននរណាធ្លាប់ឃើញទេភ្លើងចេះខ្លួនឯងមិនថាទេផ្សែងចេះតែហុយឡើងលើចាស់ប៉ុន្មានអ្នកមិនជឿរឿងនេះថាមកពីនាងលួចធ្វើអីពីមុនចង់បន្លាចពួកគេនាងក៏មិនតវ៉ាដែរគ្រាន់តែចាំមើលម៉ោងដល់អាធ្រាត្រឡើងឡានទៅគ្រប់គ្នាក៏ឡើងឡាននាងពិនិត្យព្រះកេសឃើញថាធម្មតាទើបចេញដំណើរដោយអស់ចិត្តតែមិនបានចាប់អារម្មណ៍ពេលឡានចេញដំណើរទៀនពីរដើមស្រាប់តែរលត់ពួកគេបើកបរជាង1ម៉ោងហើយផ្លូវស្ងាត់ធ្វើឲ្យព្រឺឆ្អឹងខ្នងមិនយូរប៉ុន្មានពួកគេឃើញបង្គោលថ្មនៅខាងមុខគឺជាច្រកយានយ៉ាងផុតពីបង្គោលនេះទៅចង់ត្រឡប់ក្រោយគឺពិបាកហើយខ្ញុំសួរពួកឯងជាលើកចុងក្រោយក្នុងចំណោមពួកឯងមានអ្នកមិនមែនបរិសុទ្ធទេឥឡូវនេះ